បងប្អូនណាមិនសិនបងប្អូនចង់ស្ងោរណាំងើឲ្យទទួលបានរសជាតិឆ្ងាញ់ណាកុំភ្លេចទស្សនាវីដេអូនេះរហូតដល់ចប់នេះខ្ញុំនឹងបង្ហាញវាអាចជាតិចនិចប្លែកខុសពីបងប្អូនដែរធានាថាស្ងោរណាំងើទៅឲ្យរសជាតិញ៉ាំងើរបស់បងប្អូនឆ្ងាញ់ហើយសាច់មាន់ក៏ធំក្លិនហើយញ៉ាំងើចាតិចនិចហើយនឹងរបៀបធ្វើវាអាចខុសពីបងប្អូនទិញទួចអីហ្នឹងឯងប៉ុន្តែឲ្យរសជាតិរបស់វាគឺឆ្ងាញ់រៀងប្លែកដែរបងប្អូនអាចសាកល្បងធ្វើតាមនេះខ្ញុំបានអញ្ចឹងឲ្យស្ងោរងាំងើសាច់មាន់តួអង្គពិសេសរបស់យើងគឺសាច់មាន់ដែរហើយគ្រឿងជីរបស់យើងហ្នឹងកុំឲ្យអត់ណាបងប្អូនមានជីវ៉ាន់ស៊ុយជីអីហ្នឹងមកចាលឹកខ្ទឹមលឹកអីហើយគ្រឿងកាត់ឆ្អាបរបស់នេះខ្ញុំប្រើខ្ទឹមក្រហមរំដេងស្រួយស្ក្រៃជាដើមអញ្ចឹងណាហើយអំបិលប៊ីចេងស្ករតាមនឹងឯងអំបិលយើងមិនដាក់ច្រើនទេព្រោះសារយើងងាំងើរបស់យើងអាចនឹងរៀងប្រៃអីចឹងទៅយើងហើយកុំតន់អំបិលអីចាំពេលយើងភ្លក់បើថាវាស្ទើរចាំដាក់តាមនឹងមុខម្ហូបមួយនេះបើសិនជាសម្រាប់ស្ត្រីមេផ្ទះគឺมันពិបាកទេគឺងាយធ្វើមែនតែនប៉ុន្តែសម្រាប់អ្នកដែលចាប់ផ្ដើមរៀនធ្វើម្ហូបធ្វើអីប្រហែលជារៀងអត់ធ្លាប់ធ្វើចឹងអាចរៀងស្មុគស្មាញបន្តិចប៉ុន្តែវាមិនជាស្មុគស្មាញទេបងប្អូនអាចទស្សនាវីដេអូនេះមុនដំបូងឡើងគឺនេះខ្ញុំចាប់ផ្ដើមដាក់ប្រេងអូលីវហើយយើងលីងជាមួយនឹងគ្រឿងរបស់យើងហ្នឹងឲ្យកាន់តែឈ្ងុយមកបងប្អូនគ្រឿងកាត់ឆ្អាបយើងមានស្ក្រូចស្ក្រេមដេងអីហ្នឹងខ្ទឹមក្រហមខ្ទឹមសយើងលីងវាឲ្យឡើងឈ្ងុយរឿងគេហៅថាឈ្ងុយបែបប្រហើមកចាំយើងយកសាច់របស់យើងហ្នឹងមកដាក់លីងដើម្បីកាត់ជាតិឆ្អាបហើយពេលដែលយើងយកសាច់មកដាក់លីងហ្នឹងបងប្អូនឲ្យកាន់តែឈ្ងុយឆ្ងាញ់ក្នុងសាច់របស់យើងបងប្អូនចាក់ជាមួយនឹងទឹករបស់ណាំងើចូលបន្តិចមកបងប្អូនយកវាមកកូរត្រឡប់បន្តិចទៅឲ្យវារៀងគេហៅថាចូលជាតិគ្នានេះចំណុចនេះហើយណាបងប្អូនដែលធ្វើឲ្យសាច់របស់យើងមានជាប់ដិតក្លិនងាំងើមិនមែនក្លិនងាំងើតែនៅក្នុងទឹកស្ងោរមាន់ងាំងើនឹងទេគឺក្នុងសាច់របស់យើងក៏វាមានជាតិងាំងើអញ្ចឹងពេលដែលយើងចាប់ដើមដាក់ទឹកងាំងើកូរងាស់វាមិនស្ទុះមកយើងយកអំបិលប៊ីចេងស្ករមកបងប្អូនដាក់ហើយយើងកូរជាមួយគ្នាយើងដាក់ងាស់សាច់ហ្នឹងឲ្យវាដាច់ទឹកឆ្អាបដូចនេះខ្ញុំដាក់អញ្ចឹងមកតមកទៀតចាំយើងចាក់ទឹកទៅសម្រាប់បងប្អូនខ្លះគាត់អាចយកងាំងើខ្លះមកឆាជាមួយនឹងសាច់ហ្នឹងប្រហែលដែរចាអញ្ចឹងពេលដែលយើងដាក់ទឹកហ្នឹងហើយយើងកូរវាបន្តិចយើងងាស់វាឲ្យចូលជាតិគ្នារៀងមកពុះមកចាំបងប្អូនយកងាំងើមកដាក់ក៏បានដែរហើយបងប្អូនដាក់ហើយក៏បានដែរប៉ុន្តែនាងខ្ញុំតតែពុះមកពុះទឹកនាងខ្ញុំយកងាំងើរបស់យើងមកដាក់យើងធ្វើរបៀបហ្នឹងទៅវាធ្វើឲ្យងាំងើរបស់យើងកាន់តែចាប់ជាតិជាមួយនឹងសាច់របស់យើងកាន់តែខ្លាំងសម្រាប់បងប្អូនខ្លះគឺគាត់ស្ងោរមាន់ទាំងមូលហើយគាត់បេះហើយបានគាត់យកមកដាក់ជាមួយនឹងទឹកស្ងោរងាំងើហ្នឹងចាំដល់ពេលឃើញថាសាច់របស់យើងឆ្អិនហើយបងប្អូនកុំភ្លេចដាក់គ្រឿងរបស់យើងកាត់ឆ្អាបឬគ្រឿងឈ្ងុយបន្ថែមមកដូចជាចាស្លឹកខ្ទឹមស្លឹកជីអីហ្នឹងធ្វើឲ្យស្ងោរងាំងើរបស់យើងហ្នឹងកាន់តែមានរសជាតិឆ្ងាញ់បន្ថែមទៀតចាមុខម្ហូបមួយមុខហ្នឹងมันពិបាកធ្វើទេបងប្អូនចាបើសិនជាបងប្អូនមានចម្ងល់អីផ្សេងអាច comment ក្រោមវីដេអូរបស់នាងខ្ញុំហើយអរគុណបងប្អូនដែលតែងតែគាំទ្រក៏ដូចជាទស្សនាវីដេអូនាងខ្ញុំតាំងពីដើមរហូតដល់ចប់ចាហើយក៏ដូចជា share like វីដេអូជាដើមនេះខ្ញុំជូនពរបងប្អូនទាំងអស់គ្នាសំណាងល្អសុខភាពល្អរកទទួលទានមានបានធ្វើដំណើរទៅណាមកណាប្រកបទៅដោយសុខសុវត្ថិភាពចាបើសិនជាបងប្អូនចង់ដឹងអីបន្ថែមទៀតពីនាងខ្ញុំកុំភ្លេចចូលទៅកាន់ Facebook page ឈ្មោះ Mapsip ហ្នឹងក៏ដូចជា channel YouTube Mapsip ដូចគ្នាអរគុណច្រើនជម្រាបលាបាយ